នយើងធំលឿនណាស់ដូច្នេះយើងត្រូវតែបង្កើតពេលវេលាដ៏មានតម្លៃជាមួយគាត់ឲ្យកាន់តែច្រើននេះជាទស្សនវិជ្ជាទាំងមូលនៅ Bear Mountain ឬក៏ហៅថាភ្នំខ្វាឃ្មុំរៀងរាល់រដូវក្តៅយើងម្នាក់តែងតែមានគម្រោងឬក៏ការរៀបចំដើម្បីទៅលេងនៅកន្លែងមួយនៅចុងសប្តាហ៍ហើយថ្ងៃនេះគឺវាមិនបានរៀបគម្រោងអីទេប៉ុន្តែវាកាត់ឡើងដោយឯងថ្ងៃនេះគឺជាថ្ងៃនេះបែបនេះឯងគ្មានផែនការគ្មានការរកថយក្រោយគ្រាន់តែខ្ញុំនិងគ្រួសារឃើញកូននៅក្នុងប្រទេសអាណត្តិគាត់មិនបានដើរទៅណាក៏រៀបចំចេញដំណើរទៅលេងនៅកន្លែងមួយដែលវាបង្កើតជាការចងចាំមួយល្អបំផុតសម្រាប់ឆ្នាំនេះភរិយារបស់ខ្ញុំគាត់បានរៀបចំមានម្ហូបមានទុំតកជាពិសេសនោះខោអាវប៊ីគីនីសម្រាប់កូនស្រីរបស់ខ្ញុំដោយសារតែគាត់ចូលចិត្តលេងទឹកមិនដឹងស្អីខ្លះទេគាត់តែតុកមុនចេញទៅហើយយើងក៏បានទៅដល់នោះវារៀងថ្ងៃរសៀលដែរហើយក៏នឹងឲ្យផ្លិចមួយទៀតសម្រាប់ការទៅហ្នឹងយើងអត់មានបង់ប្រាក់ទៅលើកន្លែងចូលទៅកន្លែង picnic ទេប៉ុន្តែយើងបង់តែទៅលើ parking អស់$10ហើយនឹងចូលទៅលេងនៅ pool កន្លែងមុជទឹកគឺអស់ម្នាក់5រៀលមិនថាក្មេងតូចមិនថាធំទេគឺម្នាក់5រៀលអញ្ចឹងសរុបទៅអស់តែ$25ចំណាយមួយជ្រាបមួយហ្នឹងគឺល្អមែនតើហើយកូនខ្ញុំអូយសប្បាយចិត្តណាស់សប្បាយចិត្តនៅពេលណាដឹងថាអូបានទៅលេងទឹកគឺបនឲ្យទៅដល់ទីតាំងទេតិចសួរDaddy are we there yet I say no are we there yet no are we there yet ពេលញ៉ាំបាយហើយមិនតាន់ទេគឺពេញហាប់ចុះទៅអាងហែលទឹកដើម្បីមុជទឹកពីព្រោះគាត់ចង់នោះហើយនិយាយពីអាងហែលទឹកនៅ Bear Mountain នេះគឺស្អាតមែនតើដូចនៅចន្លោះភ្នំមួយដោយសារតែយើងចតឡាននៅកន្លែង parking ហើយយើងដើរមករៀងឆ្ងាយដែរហើយយើងកាត់ក្រោមផ្លូវមួយបានយើងចូលមកដល់ទៅដូចចន្លោះភ្នំមួយតែស្អាតហើយមានមនុស្សជាច្រើនមកលេងនៅទីនេះហើយអាហារចឹងដូចបដ ாய் ថ្ងៃមើលទៅគឺស្អាតមែនតើហើយសម្រាប់អ្នកគេជួយសង្គ្រោះគឺមានដល់ទៅ5នាក់តែអាងហ្នឹងគឺមានដល់5នាក់ដោយសារតែមានអ្នកទៅលេងច្រើននៅក្នុងរដូវក្តៅនេះដោយសារតែប្រជាពលរដ្ឋអាមេរិកនេះនៅពេលរដូវក្តៅនេះគេចូលចិត្តជូនកូនគេទៅលេងឬក៏ទៅ camping ឬក៏ទៅ playground ឬក៏ទៅអាងហែលទឹកជាពិសេសអាងហែលទឹកដោយសារតែនេះគេមានក្មេងប៉ុន្តែគេមានបម្រាមរបស់គេដែរដូចអ្នកទាំងអស់គ្នាឃើញក្នុងឆាតអញ្ចឹងឆាតនីមួយៗស្ទើរកលក្ខណៈអ្នកជួយសង្គ្រោះក្នុងករណីណាត្រូវការអ្នកជួយសង្គ្រោះអញ្ចឹងណាហើយអ្នកជួយសង្គ្រោះហ្នឹងគាត់មើលថាបើសិនជាមានអ្នកណាគេដែលធ្វើមានលក្ខណៈមួយបង្កគ្រោះថ្នាក់ឬក៏ dangerous ជាងគឺគេនៅក្នុងកញ្ច្រែខាត់ភ្លាមមិនឲ្យមានអំពើណាកើតមានឡើងទេហើយសម្រាប់អាងហែលទឹកនេះទៅហ្នឹងគឺពេលតែឃើញកូនសប្បាយភរិយាខ្ញុំគឺព្យាយាមប្រឌិតយករូបភាពច្រើនដោយសារតែយើងមានច្រើនហែលទឹកលើទឹកលេងនៅក្នុងហ្នឹងអញ្ចឹងព្យាយាមដូចឃើញនៅក្នុងវីដេអូអញ្ចឹងមិនសប្បាយតែកូនទេគឺយើងក៏សប្បាយដែរនៅពេលណាដែលឃើញកូនយើងគាត់សប្បាយគាត់លេងដូច្នេះហើយវាធ្វើឲ្យពេលវេលាមួយហ្នឹងយើងធ្វើឲ្យយើងការនឿយហត់ពីការធ្វើការក្នុងមួយអាទិត្យ6ថ្ងៃនេះវាបាត់ទៅវិញដល់ពេលល្ងាចបន្តិចយើងក៏អាកាសធាតុរៀងត្រជាក់ហើយក៏យើងថាអូខេដល់ពេលត្រឡប់មកវិញនេះគឺសកម្មភាពដើរចេញពីអាងហែលទឹកនឹងមកវិញគឺមានវ៉ាន់ច្រើនណាស់ទៅTikTokហើយកូនស្រីនោះគេចុញមកគេសុំទៅមើល animal សុំទៅមើលសួនសត្វតទៀតគាត់ណាតែគេថាឲ្យ Daddy wait គេសុំមើល animal សិនហើយ Daddy wait ធ្វើម៉េច Daddy ហៅខ្លួនទាំងអីហើយខ្លួនឯងដើរខ្លួនទេនេះហើយឡើងយឺតយ៉ាវនេះ